ចាំមកទៀតយើងបាញ់ក្នុងស្មៅបន្ថែមបាទបាញ់ទៅលើអាដីពុះអាដីទឹកគេយើងអត់បាញ់ទេវាស្អាតហើយតែអាគោកនេះវានៅដុះអញ្ចឹងយើងធ្វើការបាញ់ជួសបាញ់ជួសតិចទៀតបាញ់ជួសឲ្យស្អែកធ្វើការផលិតទឹកដើម្បីបាក់ជីបងប្អូនត្រូវនេះជាមួយខែហើយយើងដាក់ជីតែ2 ដងទេវានេះយើងសំចៃគឺថាត្រូវរដូវវស្សានេះវាល្អដែរបងប្អូនភៀវគឺលក្ខណៈធម្មជាតិវាល្អដែរអញ្ចឹងយើងធ្វើការបាញ់ស្មៅឲ្យហើយទាន់ទៅតូចដើម្បីធ្វើការដាក់ជីណាហើយយើងដាក់ឆ្នាំរឿងចាស់ពេកបងប្អូនហើយអាបាញ់ឈុតក្រោយនោះយើងទៅបាញ់នៅខាងក្រោយនោះអាក្រោយនោះយើងប្រើលាយជាមួយ48តិចបងប្អូនដើម្បីកម្ចាត់ស្មៅយួននេះគឺជាជីដែលយើងត្រៀមការបាច់មួយបងប្អូនយើងអាចប្រើ27 12 6ក៏បានហើយក៏យើងអាចប្រើ30 15 6ក៏បានហើយនេះគឺជាជីដែលយើងបាច់ផ្ដាច់ចុងក្រោយបងប្អូនយើងប្រើប្រភេទប៉ូតាស្យូមខ្ពស់គឺកាលីខ្ពស់យើងអាចប្រើអានេះក៏បានដែរបងប្អូនផ្ដាច់អានេះក៏បានសម្រាប់បើស្រូវយើងមិនសូវល្អយើងអាចលាយជាមួយអេរ៉េតិចក៏បានមួយទៀតគឺយើងអាចប្រើប្រភេទ4100បូកនឹង18 410បានដូចគ្នាយើងអាចយកទៅបាច់ពាក់មួយបងប្អូនហើយនេះគឺជាជីដែលយើងបានលាយរួចបងប្អូនគឺយើងយកមកលាយថ្នាំបំបែកកូនថ្នាំទឺដែលភាសាសាមញ្ញយើងហៅថាថ្នាំទឺហ្នឹងណាឥឡូវយើងលាយផ្អាប់វាចោលទៅវាអត់ហុយទៅពេលយើងទៅបាច់ណាហើយវានេះយើងប្រើក្នុង1ហត្តាតែ1បេកន្លះទេដោយសារស្រូវយើងពោលទាំងក្រាស់ដែរបងប្អូនបេកន្លះទេហើយយើងលាយរួចហើយយើងចងជាកបុចទៅវាស្រួលលើកស្រាលផងហើយសម្រាប់បាច់វគ្គ1យើងប្រើតែ2វគ្គទេវគ្គ1និងវគ្គ2វគ្គ1ប្រើនៅក្នុងអាយុ28ថ្ងៃឬ30ថ្ងៃវគ្គ2អាចនឹងប្រើចន្លោះ45ទៅ50ថ្ងៃបងប្អូនណាជាបាច់ផ្ដាច់ដោយសារតាមដងខែវស្សាវាល្អដែរអញ្ចឹងយើងធ្វើការបាច់តែល្មមទេបងប្អូន